បាទក្មួយបានចោតសួរមកកាន់លោកគ្រូថាលោកគ្រូខ្ញុំបានដាក់ស្នាដៃប្រឡងលោកចូលរួមប្រកួតប្រជែងអឺជិត10លើករួចមកហើយបាទក៏ប៉ុន្តែមិនអាចទទួលបានជោគជ័យម្ដងណាតតែសោះខ្ញុំចង់ធ្វើជាអ្នកនិពន្ធបាទដូច្នេះតើខ្ញុំអាចទៅរួចដែរទេលោកគ្រូប្រសិនបើខ្ញុំពុំមានស្នាដៃជាប់ជ័យលាភីម្ដងបាទការដែលចង់ខ្លាយទៅជាអ្នកនិពន្ធបាទគឺជារឿងមួយដែលពាក់ព័ន្ធជាមួយនឹងឧបនិស្ស័យបាទតើតើមាននិស្ស័យនៅក្នុងការតែនិពន្ធស្រឡាញ់វិជ្ជាជីវៈជាអ្នកនិពន្ធនេះទើបអាចទៅរួចបាទក៏ប៉ុន្តែតាមស្ថានភាពរបស់ក្មួយបានបញ្ជាក់ប្រាប់ថាក្មួយពុំធ្លាប់បានទទួលជ័យលាភីនៅក្នុងការប្រកួតប្រជែងនោះទេបាទរហូតដល់ជិត10លើកបាទក៏ប៉ុន្តែឆន្ទៈនៅក្នុងការចង់ធ្វើជាអ្នកនិពន្ធនៅតែកើតមាននៅក្នុងចិត្តរបស់ក្មួយបាទដូច្នេះលោកគ្រូសូមធ្វើការណែនាំថាក្មួយសាក់លបងពិនិត្យទៅមើលលើកំហុសបាទនៅក្នុងការសរសេររបស់ក្មួយថាតើហេតុអីបានជាក្មួយពុំទទួលបានជោគជ័យពីការប្រកួតប្រជែងបាទសិក្សាស្វែងយល់អំពីកំហុសរបស់ខ្លួនឯងហើយធ្វើការកែប្រែម្ដងទៀតបាទនៅពេលដែលក្មួយធ្វើការកែប្រែហើយនៅតែដាក់ទៅមិនជាប់ទៀតបាទនោះគឺអាចនិយាយបានថាសាច់រឿងរបស់ក្មួយវាពុំទាន់ឆ្លើយតបបានគ្រប់គ្រាន់ទៅនឹងតម្រូវការនៅក្នុងអង្គភាពដែលជ្រើសរើសស្នាដៃផ្ដល់ជាពានរង្វាន់នោះបាទក៏ប៉ុន្តែបាទក្មួយមិនចាំបាច់តលតែតម្កល់ចិត្តថាលុះត្រាតែឆ្លងកាត់នៃការប្រកួតប្រជែងទទួលបានជ័យលាភីហើយទើបអាចក្លាយទៅជាអ្នកនិពន្ធនោះទេបាទគឺអាស្រ័យនៅលើឆន្ទៈរបស់ក្មួយធនធាននិងលទ្ធភាពឱកាសរបស់ក្មួយនៅក្នុងការសម្រេចបានគោលដៅនេះបាទជួនកាលមិនប្រកាសថាស្នាដៃដែលក្មួយយកទៅប្រកួតប្រជែងនោះបាទមិនទទួលបានជ័យលាភីនោះនៅពេលដែលបោះពុម្ពផ្សាយទៅក៏មិនទទួលបានជោគជ័យដែរនោះទេបាទវាអាចមិនត្រូវជាមួយនឹងប្រធានបទឬក៏ខ្លឹមសារដែលខាងអង្គភាពគេជ្រើសរើសក៏ប៉ុន្តែវាអាចត្រូវជាមួយនឹងទីផ្សារប្រឡោមលោកដែលអ្នកអានជាយុវជនជាកុមារឬក៏ជាស្ត្រីនៃផ្ទះឬក៏ជាអ្នកផ្សេងទៀតដែលមានចំណង់ចំណូលចិត្តនៅក្នុងការអានប្រឡោមលោកគេពេញចិត្តនឹងសាច់រឿងរបស់ក្មួយក៏ថាបានជាក់ស្ដែងបើមានអ្នកនិពន្ធយើងជាច្រើនបាទដែលគាត់ពុំបានឆ្លងកាត់នៃការប្រកួតប្រជែងហើយក៏ពុំធ្លាប់ទទួលបានជ័យលាភីអីដែរក៏ប៉ុន្តែគាត់អាចយកស្នាដៃរបស់គាត់ទៅបោះពុម្ពផ្សាយបាទតាមរយៈរោងពុម្ពបាទឬក៏តាមរយៈធនធានរបស់គាត់ផ្ទាល់នឹងពីជំនួយផ្សេងទៅតាមអ្វីដែលពួកគាត់អាចរកបានបាទនៅពេលដែលគាត់យកស្នាដៃរបស់គាត់បោះពុម្ពលើទីផ្សារទៅបាទឃើញថាទទួលបាននៅភាពជោគជ័យបាទមានប្រជាប្រិយភាពមានអ្នកគាំទ្រច្រើនបាទឬក៏អាចនិយាយបានថាមិនចាញ់ជាមួយនឹងអ្នកនិពន្ធដែលធ្លាប់ទទួលបានពានរង្វាន់នោះឡើយបាទដូច្នេះបាទដើម្បីចង់ខ្លាយទៅជាអ្នកនិពន្ធបាទក្មួយត្រូវតែកំណត់ខ្លួនឯងថាតើខ្លួនឯងមាននិស្ស័យមានការតស៊ូព្យាយាមនិងមានគោលជំហររឹងមាំនៅក្នុងការទទួលយកលទ្ធផលពីការសរសេររបស់ក្មួយត្រឹមកម្រិតណាបាទបើចង់ខ្លាយទៅជាអ្នកនិពន្ធបាទតើតែយើងមានស្នាដៃបោះពុម្ពផ្សាយនៅលើទីផ្សារមានឈ្មោះមានគេទទួលស្គាល់ទើបហៅថាជាអ្នកនិពន្ធមួយដែលជាផ្លូវការបានបើសិនជាយើងគ្រាន់តែនិពន្ធហើយអត់បានបោះពុម្ពផ្សាយលើទីផ្សារទេអញ្ចឹងអត់តមានឈ្មោះជាអ្នកនិពន្ធអាជីពនោះទេបាទអ្នកនិពន្ធអាជីពគឺជាអ្នកនិពន្ធដែលប្រើប្រាស់នូវសមត្ថភាពនៅក្នុងការតែងនិពន្ធរបស់គាត់បាទធ្វើការផ្សព្វផ្សាយស្នាដៃដើម្បីទទួលបានផលកម្រៃពីមុខវិជ្ជាជីវៈរបស់គាត់បាទដូច្នេះជាចុងក្រោយនេះបាទលោកគ្រូរំលឹកឡើងវិញថាបាទមិនថាតែក្មួយទេបាទក្មួយផ្សេងទៀតបាទដែលចង់ខ្លាយទៅជាអ្នកនិពន្ធគឺអាចធ្វើទៅបានបាទមិនចាំបាច់ឆ្លងកាត់ការប្រកួតប្រជែងដណ្ដើមពានរង្វាន់ជ័យលាភីពីស្ថាប័នណាមួយនោះទេឲ្យតែក្មួយមានធនធានមានឱកាសមានចំណង់ចំណូលចិត្តបាទហើយស្រឡាញ់អាជីពនឹងឲ្យពិតប្រាកដនោះគឺក្មួយធ្វើទៅបាទទោះបីជាលទ្ធផលយ៉ាងម៉េចក៏វាអត់មានការខកចិត្តដែរក៏ប៉ុន្តែប្រសិនបើក្មួយគិតថាចង់ខ្លាយជាអ្នកនិពន្ធដើម្បីទទួលបាននៅលាភសក្ការៈផលប្រយោជន៍បាទបានធំអុំនោះគឺជាការរំពឹងមួយដែលมันអាចសម្រេចបានទេបាទពីព្រោះអាជីពជាអ្នកនិពន្ធគឺជាអាជីពបន្តបន្ទាប់ពីកិច្ចការងារស្នូលរបស់បាទបុគ្គលដែលគាត់ជាអ្នកនិពន្ធនោះបាទដូច្នេះគឺលោកគ្រូលើកទឹកចិត្តបាទដល់ក្មួយបាទក៏ដូចជា
មួយអាទៀតបាទព្រោះថាអ្នកនិពន្ធនេះគឺអ្នកណាក៏អាចคล้ายទៅជាអ្នកនិពន្ធបានដែរបាទប្រសិនបើមានទេពកោសល្យពីធម្មជាតិបូករួមជាមួយការតស៊ូព្យាយាមវឹកហាត់មិនបោះបង់ចោលនៅបំណងប្រាថ្នារបស់ខ្លួននោះគឺប្រកាសជាអាចសម្រេចទៅបានបាទគ្រូជូនពរឲ្យក្មួយបានទទួលបានជោគជ័យនៅក្នុងការតែងនិពន្ធបាទទោះជាមិនទទួលបានជ័យលាភីក៏នឹងទទួលបាននៅការគ្រប់គ្រងបាទពីប្រិយមិត្តអ្នកអានប្រឡំលោកព្រោះបច្ចុប្បន្ននេះប្រឡំលោកគឺមានទីផ្សារទូលំទូលាយដោយសារតែអ្នកនិពន្ធយើងបាទមានបងរៀបច្បងបាទមានបងប្អូនមានក្មួយបាទគឺមានទេពកោសល្យខ្ពស់នៅក្នុងការសរសេរមួយបែបម្នាក់បាទមិនតែប៉ុណ្ណោះថែមទាំងមានវិធីសាស្ត្រនៅក្នុងការលក់សៀវភៅនៅតាមបណ្ដាញសង្គមបានយ៉ាងល្អប្រសើរទូលំទូលាយចឹងធ្វើឲ្យប្រឡំលោករបស់យើងកាន់តែមានទីផ្សារបាទដូច្នេះចង់ខ្លាចទៅជាអ្នកនិពន្ធនៅក្នុងសម័យនេះគឺជារឿងមួយដែលមិនគួរមើលរំលងដែរបាទប្រសិនបើក្មួយមានឆន្ទៈផងនោះបំណងប្រាថ្នារបស់ក្មួយប្រកាសជាទទួលបានជោគជ័យបាទសម្រាប់ពេលនេះបាទសូមអរគុណសូមជម្រាបលាបាទ